ចឹងមានតែកថានិទានមួយទេដែលជាទានវិសេសដែលព្រះអង្គសម្ដែងទុកក្នុងព្រះវិន័យបិដកញោមមើលនិងវិសេសទី1ហើយវិសេសមួយទៀតដែលញោមធ្លាប់ស្ដាប់ព្រះសង្ឃសម្ដែងពធទេសនាទូទៅព្រះគ្រូចាតិកាវត្តយើងក្តីវត្តដតីនេះដែលញោមធ្លាប់ស្ដាប់ជារឿយប្របុណ្យនោះវាកើតរាល់ឆ្នាំវាមិនមែនកើតតែមួយឆ្នាំឬមួយជីវិតកើតម្ដងដូចបុណ្យចម្រើនបជនទេបុណ្យចម្រើនបជនបើកូនធ្វើឲ្យម្ដាយមួយជីវិតគេស្រោចទឹកឲ្យយើងបានតែម្ដងទេដូចកម្រមានកូនណាស្រោចទឹកបានមួយជីវិតបាន5ដងណាអាត្មាតាំងពីបួសមកដូចអត់ដែលឃើញកូនណាស្រោចបាន5ដងណាបានតែម្ដងណាហើយឥឡូវណាអាស្រោចម្ដងនោះដូចលែងចង់ធ្វើទៀតដល់មើលមកនិយាយរឿងហ្នឹងតិចចាំចូលមកកថាយើងវិញវាចូលហើយមិញហើយហេតុអីបានអញ្ចឹងវាមានមង្គលភ្ញាក់ផ្អើលគ្រាន់តែគេធ្វើបន់ចម្រើនជនអាផ្ទះទី1មុនមកទៅទេសដែរហើយគ្រាន់តែលោកមកអត់បានទៅស្រោចទេណាហ្នឹងហើយទោះបីអាត្មាទៅស្រោចក៏ដោយក៏កុំឲ្យមានជំនឿហ្នឹងលោកស្រោចទឹកឲ្យបានតែ2ថ្ងៃយើងដាច់ចោលទៅហើយមួយទៀតស្រោចឲ្យបានតែប្រហែលថ្ងៃដាច់ចោលទៀតទៅមួយទៀតយូរបំផុតបានតែ2អាទិត្យដាច់ចោលទៀតទៅដូចជួននាងពេកឲ្យតែស្រោចទឹកឲ្យដាច់ចោលស្រោចទឹកឲ្យដាច់ចោលក៏បង្កើតពាក្យមួយថាចម្រើនបជនធ្វើមនុស្សឆាប់ងាប់អញ្ចឹងទៅហើយមានអ្នកទេមកសួរទៀតបាទអាត្មាថាញោមមកយើងណោអាសេចក្តីស្លាប់នឹងបើយើងស្ដាប់ធម៌យល់ក្នុងធម៌យើងមិនគួរនឹងភ្ញាក់ផ្អើលទៅដល់ម្លឹងទេកុំឲ្យមានមិច្ឆាទិដ្ឋិនឹងមង្គលភ្ញាក់ផ្អើលសេចក្តីស្លាប់ព្រះអង្គសម្ដែងថាម៉េចទី1អាយុកយេនមរណៈញោមតអស់អាយុទៅមួយទៀតបញ្ញកយេនមរណៈតអស់បុណ្យទៅហ្នឹងហើយមួយទៀតកម្មកយេនមរណៈតដល់ពេលវេលាត្រូវកម្មមកកាប់ផ្ដាច់គឺទៅបងហ្នឹងហើយនោះវាស្លាប់ដោយសារហេតុទាំងអស់ហ្នឹងវាអត់មានស្លាប់មកពីលោកស្រោចទឹកទេព្រះមានសម្ដែងតែស្លាប់ដោយសារលោកស្រោចទឹកណាហ្នឹងហើយប៉ិនគាត់ដូចវាជួននេះពេកដូចម៉ែនិយាយមិញក៏ស្រោចងាប់ស្រីងាប់ដល់អញ្ចឹងគាត់ទៅមានជំនឿមួយថាមកពីស្រោចទឹកបាទមនុស្សឆាប់ស្លាប់អាត្មាដល់ពេលអញ្ចឹងប្រាប់មួយម៉ាត់ទៀតបើនិយាយធေါ်ដោយស្ដាប់គ្នាមិនបានប្រាប់ថាញោមឯងពិចារណាមើលអ្នកដែលទៅស្រោចទឹកកម្រមានមនុស្សអាយុ40គេស្រោចទឹកឲ្យណាសាខ្លះអាយុ90លេងសែងហើយវ៉ាន់ហើយបើទៅស្រោចទឹកសាទោះបីមិនស្រោចក៏វាចិត្តដល់ថ្ងៃទៅដែរដូចអត់ដែរណាស្រោចឲ្យមនុស្សអាយុ40ផងណាបងដូច90 80ជាងអាចិត្តដល់ថ្ងៃហើយបានយកគាត់ទៅស្រោចហ្នឹងហើយអញ្ចឹងកុំទៅបន្ទោសរឿងលោកស្រោចទឹកហ្នឹងហើយឥឡូវយើងកុំនិយាយរឿងនេះយើងបង្វែរមករឿងយើងនេះដូចអាត្មានិយាយមិញដូចនិយាយរឿងអីទេបាទចូលហ្នឹងហ្នឹងហើយថាចង់និយាយថាស្រោចទឹកហ្នឹងមួយជីវិតយើងស្រោចបានម្ដងទេអ្នកខ្លះប៉ុន្តែកថានិទានវាកើតជាប្រចាំរៀងរាល់ឆ្នាំរៀងរាល់រដូវឲ្យតែដល់រដូវកាលនៃកថាចាប់ពីថ្ងៃ100រនោចខែអាសត់ទល់គ្នានឹងថ្ងៃ15កើតខ្នើតខែកដឹកផុតកាលនៃកថាបើយើងគិតមួយខែពេញបើយើងគិតជាថ្ងៃអត់បាន30ថ្ងៃទេវាខើចបានតែ29